តាមសម្ដីរបស់លោកគ្រូមុនហ្នឹងក៏ប្រាប់ថាបងអូនកូនកំព្រាទេអត់មានឪពុកម្ដាយទេហើយដើរដេកតាមវត្តក៏ដូចជាតាមសញ្ញាផ្ទះគេណាអត់ដឹងភ្លៀងក្តៅត្រជាក់អីគឺមានន័យថារសាត់ជីវិតរសាត់បាទគាត់វាយផាំងតែនឹងបងបាទគឺវាយជើងនឹងបងពុកម៉ែបងប្អូនឥឡូវនេះខ្ញុំនាំមកជួបលោកគ្រូក្បាច់គុណម្នាក់ដែលខ្ញុំតែងតែសរសើរលោកគ្រូមែនតើមុនពេលដែលគាត់បើកក្លឹបប្រដាល់នេះណាគាត់ចាយប្រដាល់តាមវត្តនៅក្នុងវត្តអម្រលមួយឆ្នាំមករាប់ពាន់រាប់ម៉ឺនដុល្លារគាត់បរិច្ចាគដើម្បីរៀបចំកម្មវិធីប្រកួតណាគាត់លះបង់ទាំងកម្លាំងកាយកម្លាំងចិត្តនេះបានហៅថាអ្នកស្រឡាញ់វប្បធម៌ខ្មែរហើយជួយជ្រោមជ្រែងវប្បធម៌ខ្មែរពិតៗឥឡូវនេះគាត់បានផ្អាកការងារមុខជំនួយគាត់នៅថៃសុកចិត្តមកបើកក្លឹបដើម្បីបង្ហាត់បង្រៀនទៅដល់ក្មេងកំព្រាដូចជាទៅទូទៅប៉ុន្តែគាត់ផ្ដោតសំខាន់ទៅលើក្មេងកំព្រាដែលអត់មានទីពឹងអញ្ចឹងអាចមកក្លឹបរបស់គាត់បានដើម្បីគាត់ទទួលចិញ្ចឹមនិងបង្ហាត់បង្រៀនឲ្យមានជំនាញឥឡូវចេះច្បាស់អត់មានអ្នកណាគេច្បាស់ជាងម្ចាស់ហើយជួបម្ចាស់គាត់ទាំងអស់គ្នាបាទជំរាបសួរលោកគ្រូបាទលោកគ្រូសូមអញ្ជើញម្នាក់មកលោកគ្រូបាទចេះលោកគ្រូអាចប្រាប់ឈ្មោះទៅកាន់ពុកម៉ែបងប្អូនយើងម្ដងទៀតបានណាព្រោះបែកគ្នាមួយឆ្នាំហើយបាទសូមជម្រាបសួរបាទពុកម៉ែបងប្អូនទាំងអស់បាទនៅក្រៅប្រទេសឬក្នុងប្រទេសបាទខ្ញុំបាទឈ្មោះគ្រួយសុកជាបាទនៅភូមិដំរើគុំដំរើស្រុកអូរឹងអ៊ៅខេត្តត្បូងឃ្មុំបាទឥឡូវបានមកជួបបងលើកទី2បាទជួបលើកទី2លោកគ្រូបាទឥឡូវចេះលោកគ្រូឮថាលោកគ្រូពីមុនគឺមានន័យថាឧបត្ថម្ភក៏ដូចជាការចាយលុយច្រើនណាស់ទៅលើក្បាច់គុណកម្រាងខ្មែរណាឥឡូវនេះមិនត្រឹមតែចាយលុយទេបានមកបើកក្លឹបទៀតបាទសិស្សក៏បានច្រើនគួរសមដែរបាទឥឡូវហ្នឹងសិស្សបាន24នាក់បាទ24នាក់ក្នុងហ្នឹងបង្ហាត់ទាំងក្បាច់គុណបែបបដាល់ក៏ដូចជាបុរាណបាទបែបទាំងសេរីបាទដំបងច្របាប់បាទទាំងអស់តែម្ដងបាទបង្ហាត់ទាំងអស់បាទចុះលោកគ្រូមកដល់ពេលហ្នឹងណាតាំងតែពីមុនខ្លាទៅជាលោកគ្រូបង្ហាត់ក្បាច់គុណពីមុនណារហូតមកដល់ខ្លាទៅជាម្ចាស់នេះតើមេគុណណាដែលលោកគ្រូនៅតែស្រឡាញ់ជាងគេបាទគឺបើនិយាយទៅស្រឡាញ់ជាងគេបាទគឺដំបងច្បាប់ហ្នឹងហ្មងបាទចុះឥឡូវបើសិនខ្ញុំសូមឲ្យចេញក្បាច់ដំបងភាសាទៀតទេបានទេបានទេបាទឥឡូវចេះកុំរំខានលោកគ្រូយូសូមឲ្យលោកគ្រូយកដំបងមកបង្ហាញទៅអ្វីដែលគាត់ស្រឡាញ់ជាងគេហ្នឹងគឺក្បាច់ដំបងនេះឯងឥឡូវខ្ញុំសូមឲ្យលោកគ្រូបង្ហាញដំបងអីបន្តិចទៀតទេបានទេជាមួយនឹងដៃគូម្នាក់គ្រូមានដៃគូឬក៏លោកគ្រូចេញតែឯងឥឡូវខ្ញុំចង់បង្ហាញខាងច្បាប់ដែលកាច់ក្លេទៅមិនក្បាច់មិនខ្ញុំចង់បង្ហាញបន្តិចជាមួយបងចិត្តបានដែលដំបងនេះខ្ញុំចង់ឲ្យបង2នាក់នេះបាទក្មេងកំព្រានេះឲ្យគាត់ចេញបាទចឹងឲ្យគាត់ចេញពីមេគោលបាទអត់អីទេបាទអូនម្នាក់មករៀនបានប្រហែលខែលោកគ្រូក៏អូននេះរៀនបើរៀនទៅបាន1ខែកន្លះហើយ1ខែកន្លះហ្នឹងណោះបាទអញ្ចឹងតែគាត់ថាពួកគាត់ហ្នឹងភាគច្រើនគាត់ដូចថារៀនសេរីច្រើនបាទដំបងហ្នឹងរៀនបានតែមួយថ្ងៃក្នុង1ម៉ោង2ម៉ោងទេបាទតែសេរីហ្នឹងគាត់ហាត់បានច្រើនពេញថ្ងៃហ្មងបាទឥឡូវនេះគាត់តែដំបងនេះឲ្យគាត់ខាងនេះបាទគាត់ចេញពីមេគុណគ្រូដល់ទ្វារ8អាហ្នឹងគាត់ជាមេគោលបាទបងប្អូនខាងនេះឲ្យគាត់ចេញពីមេវាយសោយដល់វាយលេខ8បាទព្រោះលេខ8លេខ8ហ្នឹងសំខាន់ណាស់បាទវាយជាមួយខាងបុកកតោចុង2អីអាចយកលេខ8ហ្នឹងវាយបានបាទឥឡូវសូមឲ្យបងអូនខាងនេះគាត់ចេញសិនបាទពីគុណគ្រូចេញលឿនតិចអូនណា1ខែកន្លះណោះបាទ1ខែកន្លះគាត់អាចបានប៉ុណ្្នឹងហើយគ្រូណោះបាទអូខេនឹងពួកគាត់សិតតែក្មេងកំព្រាទាំងអស់ទេបាទក្មេងកំព្រាបាទហើយដល់ពេលបាទក្មេងកំព្រាគឺគាត់អត់មានម៉ែឪទេបាទគឺគាត់និយាយទៅគាត់គេងតែតាមវត្តតាមញ៉ាផ្ទះគេបាទនៅខាងចកយើងហ្នឹងបាទចឹងគាត់បានមកដល់ទីនេះលោកគ្រូពុកគង់អីគាត់ទាំងអស់តែម្ដងបាទគឺទីស្នាក់នៅបាទហូបចុកបាទការហូបចុកបាទដូចអូនខាងនេះការរៀនសូត្រតែនេះខ្ញុំអត់ទាន់បានឲ្យគាត់ទៅរៀនសូត្រទេព្រោះខ្ញុំទៅបានកែចរិតគាត់បានត្រឹមតែ50%ទេមិនទាន់ហ៊ានបដោយបាទគឺកាលពីមុនហ្នឹងគាត់នឹងជក់បរិយដូចថាជក់បរិយជក់ឆ្នាំគ្រឿងញៀនអីចឹងបាទស្រាប់តែក្មេងអ្នកធំដូចថាអ្នកស្ទាវគេឲ្យទិញឲ្យអីចឹងបាទឲ្យទៅទិញយកមកគេឲ្យជក់អីចឹងជាប់ឥឡូវខ្ញុំយកគាត់មកកែបាន50%ទេខ្ញុំមិនទាន់ឲ្យគាត់ទៅរៀនចឹងណាល្អមែនតើបងប្អូនលោកគ្រូទាំងកម្លាំងកាយចិត្តគាត់លះបង់ដើម្បីក្បាច់គុណច្រើនមែនតើហើយឥឡូវនេះរហូតដល់យកបងប្អូនដែលកុមារកំព្រាអត់ទីពឹងឬក៏ធ្លាប់ប្រវត្តិខិលអត់ប្រកាន់នេះគឺយកមកកែប្រែតែម្ដងបាទល្អមែនតើបាទឥឡូវបានប្រមាណសិនលោកគ្រូបាទឥឡូវនេះចូលដល់នេះហើយចិនចោមបាទនេះបាទឥឡូវចូលដល់5ស្នៀត
mà chỗ đó làm sinh nhật đây bàn mà nơi con chừng mì cua đấy bàn chừng mì cua bà để đo pe dương bầm bay tới dương thử ta miền thuy bà tới bầm bay chập mì muối pi thuy muối là hốt đo thuy bầm bay mà chỗ đó nè mình tây tây bà lấy chứ xong bà quạt tranh phần năng sân tao cũng có bảo vệ bà lấy ôn tên phần năng sân cho bà lấy chứ và to pi ôn ban phải tranh hay ta là cô ai miền đây đầm bầy bằng hai tiền bà cứ ao ôn hàng nét quạt tranh đi xây mình tích bà ta chân là ôn tranh pi mê sao năng ngày mê sao đấy cả mê sao những cái đó nữa bà cứ mê vay sao bà nên cứ mê vay sao bà cứ cana vay mê vay sao đó pe mê vay sao hái cứ mê vay lơ vay khổng bà cứ vừa điên quạt bà này cứ các bạch nhưng mới cứ khâu cái này bà nè nếu cứ vay lơ vay khổng mà bà anh ấy vay kịp clear bà đấy cứ kịp clear bà cứ mê kịp clear hay cứ nhang hình bột sọ bà cứ nhang hình bột bà nhang hình bột sọ hay chỗ đó cứ vay trong vay cỏ hay vay phát cắt rồng mà cứ bạch của ran không ai dương từ bom men tây chi chơi nè bà chẳng bên này thật cứ quạt hạt cứ các bạch con bò đá bà hạt bay sợi bà cứ ban hạt bà anh ấy con để cứ bà con để cứ thế bà lo mình tèn anh ấy vay trong vay cỏ mà bà ta hả lấy xôm và nó cho bán này kêu hay cho phụ quạt ai xôm lên tích ban đấy bàn lấy ở quạt xóm bà lẹ cái nãy thì hạt bà lấy phụ quạt toàn banหนึ่ง thàผมไว้เอากวาดไว้นี่เรามองก็บ้านแต่ก่อนนั้นนี่เจอละขนาดหัดงงไหมนะบ้านแหลกขนาดหัดเอาไว้ปีเมย์ซ้อยดอเมย์ดอเมย์นี่เตอไว้พัดกัดเรืองเนี่ยต่อจับได้ไว้พัดกัดเรืองบ่าไว้เลื่อนตาคอยอันนี้จะกาหัดก่อนกาหัดเมย์บ่าไอ้พลัสเนี่ยบ้านนั่นครูlo mình tên bàคือน้ำกาหัดว่าติดเคลียไฟซานถอยวิ่งlo mình tên lo một bồn ไฟบังไอ้เชือดก็บ้าไว้ยังหิ้งบดซ้อไอ้เชือดโดยยังหิ้งบดซ้อไหมอันนี้คือฐานยังหิ้งบดซ้อบ่าไว้แต่กอดไว้มันตอนโดยจีบ่าอันนี้ก็ไว้เรือไว้เถิมmà khai chiên ban phần nâng luôn rồi lo hôm anh tên mà khai chiên ai ban phần nâng cho tôi khai vài phát cắt rơm vài phát cắt rơm tiệp lon là cứ đây vào đâu cứ tiền phần vậy banนี่ก่อนน่ะจะเรียนหน่อยกวดนี่นะแต่เราไปไว้โดยเชี่ยวอุตห่อบ่าโดยเชี่ยวตัวอุตห่อด่าบ่เส้นจะไว้โคมบ่าโดยท้าไว้โคมไว้โคมยังก่อนน่ะไว้พังยังมองบ่กวดอดบังบ่จะล้อคือยังไว้เต๋อโดยท้าแล้วไว้โคมเอาจะล้อcũng đã đo cái bà hàng cứ tiền này người và cana dương bền sớ bà cứ ơi vay tới cứ ơi vay bà vẫn ơi bằng vẫn đọc vay từ này bằng từ này tại bà thò mà ra bà sân trên này ắt chế vay đôi này ắt chế còn thắng hàng cứ tờ nâng mỏ mà vẫn ban cái ơi riêng mê nó vay lứa vay khóm độ mà vay lứa vay khóm độ cana dương vay khóm này ắt chế thắng hàng mà cứ tờ nâng này bà tí pi bà đó pe quạt che tới dương thử bầm bày bà quạt bên cái bạch bầm bày mà đôi vay lứa mà còn nó vay phăng cho nên bằng bà cứ vay trường nữa mà phọt bà vay bạ trường mà tí bay đôi thá có vay chăng à bà không bà đôi thá che đôi kia tu còn luôn phăng bột rồi nè mà cứ cái bạch của đàn khoái dương cứ nâng mà tí buôn cho ăn trường mà giang ban thà bạch của đàn khoái là lắc người taจะรอเชิญออตีบ่โดยอุทธรแล้วไว้จวบแต่มุ้ยนั่งไว้จวบเป็นมุ้ยจวนจึงบอกบ่าข้างมาสเนตนั่นคือยัวมาสเนตนั่นยัวชนะบานทำไมดอกบ่ามาสเนตยัวชนะบานอย่างโดยไว้ยังบ่าไว้พังโดดจึงจวนจึงบ่านั่นบ่าบกกันนั่งมุ้ยแพ้รอรวยก็คือบกจังให้บานกระบายโบราณปะบะในขนมกาสำได้ปะบะกาใบมันเต้นนะบ่าแค่สเก็ตบัคคัตในจักรสำได้ไม่แต่ใบมันเต้นคือครูถนัดมองบ่าคือครูถนัดแต่ให้สมรรถภาพในการสำได้ก็มันธรรมดาเลยครูเบอร์มันเจ้มันไอตุบมันไอก็มันไอตือบ่าเธอบาไหนบ่าโดยท้าไว้มีพัดกระเริงมาโดยเกี่ยวไว้มีพัดกระเริงมาคือกวดธรรมดากวดตอนเจยังยังพัดเกี่ยวบกเนี่ยบ่าคือพัดยังบ่าคือพัดเอาในก็ไว้มั้งกระเริงอย่าง
គេបុកពោះបាទគេឲ្យវាយយ៉ាងខាងបុកយ៉ាងណាហ่าបាទខ្វាច់ខ្មែរបុរាណយើងហ្នឹងចឹងអាហ្នឹងគេហៅថាមេផាត់កាត់រង មេផាត់កាត់រងបាទ វាយទៅវាយមួយផាត់បុកកាត់រងហ្នឹងបើបាទគ្រូបាទអូខេឥឡូវមានតែប៉ុណ្្នឹងគ្រូណាបាទបាទឥឡូវមើលបងប្អូនម្នាក់សុំជួបតិចមកនេះលោកគ្រូប្រាប់មុនហ្នឹងថាគាត់ពីដើមមកគាត់ដើរខុសផ្លូវច្រើនមែនទេបាទអាយុប្រហែលហើយបងអូន13ឥឡូវពូហើយក្មួយណោះហើយនឹកឃើញមកហាត់ក្បាច់គុនបុរាណនិងក្បាច់គុនវាយហ្នឹងនឹកឃើញជាងគេចង់មកឬក៏យ៉ាងម៉េចចង់មកហ៎ចុះឥឡូវបើហាត់ចេះហើយយកទៅដើរយកទៅវាយគេឯងឬក៏ដើម្បីកសាងគេឈ្មោះហ៎អត់ដឹងបងប្អូនមើលបងប្អូនហើយទៅតាមសម្ដីរបស់លោកគ្រូមុនហ្នឹងក៏ប្រាប់ថាបងអូនកូនកំព្រាទេអត់មានឪពុកម្ដាយទេហើយដើរដេកតាមវត្តក៏ដូចជាតាមសញ្ញាផ្ទះគេណាអត់ដឹងភ្លៀងក្តៅត្រជាក់អីគឺមានន័យថារសាត់ជីវិតរសាត់តែបានលោកគ្រូបានបណ្ដុះបណ្ដាលអញ្ចឹងសង្ឃឹមពូសង្ឃឹមថាអ្វីដែលលោកគ្រូបានផ្ដល់ជូនក្មួយណាសង្ឃឹមថារសាបានល្អហើយប្រឹងប្រែងឲ្យមានគេឈ្មោះគេទៅយុះឡើងណាឈ្មោះអីគេមុនហ្នឹងដនតកូលតកូលដនចុះឈ្មោះគាត់អត់មានម៉ែឪដល់ពេលអញ្ចឹងគាត់ដាក់តកូលដល់ឥឡូវហ្នឹងដាក់តកូលជាវិរៈបាទដាក់ឈ្មោះខ្ញុំហ្នឹងដាក់ឈ្មោះជាវិរៈបាទគឺដូរឈ្មោះដនហើយឥឡូវហ្នឹងដាក់ឈ្មោះជាវិរៈអត់មានម៉ែបងប្អូនគាត់អត់មានឪពុកម្ដាយទេហើយពិបាកនិយាយដោយសារទីគាត់មានឪពុកម្ដាយដែលអាសត្វតែតែហើយបានមកដល់កន្លែងលោកគ្រូអញ្ចឹងអនាគតគាត់នឹងផ្លាស់ប្ដូរទាំងស្រុងហើយមានអីនិយាយហ៎អត់មានអីទេណោះមានតែខំប្រឹងស៊ូតែអត់ប្រឹងគឺឲ្យទៅដេកនៅវត្តវិញហើយអត់ប្រឹងទៅដេកនៅវត្តវិញឥឡូវប៉ាឲ្យទៅដេកនៅវត្តវិញទៅអត់ហេលោកគ្រូទៅដេកនៅវត្តទៅដេកកូនសិស្សលោកលើកលែងទៅដេកនៅខ្លោងទ្វារវត្តគឺតាមសញ្ញាបាទទៅវត្តកូនសិស្សលោកមិនទេខ្លាចតែមិនមែនកូនសិស្សលោកទៅបាទអូខេឲ្យទៅដេកតាមញត្តិផ្ទះឲ្យទៅប្រឹងណាតែឥឡូវប៉ុណ្្នឹងណាបាទប៉ុណ្្នឹងចោះអរគុណច្រើនក្មួយបាទអញ្ចឹងអរគុណច្រើនលោកគ្រូបាទបងប្អូនជួបគ្នាជាមួយនឹងព្រឹត្តិការណ៍ផ្សេងទៀតបាទអរគុណច្រើន